របៀបប្រើទឹកខ្មេះឈើធ្វើជាថ្នាំសម្រាប់មេរោគកម្ចាត់សត្វល្អិតនិងធ្វើជាជីបំពន់ស្រូវទឹកខ្មេះឈើមានអត្ថប្រយោជន៍ច្រើនរាប់មិនអស់នៅក្នុងវិស័យកសិកម្មវាដើរតួធ្វើជាថ្នាំផងធ្វើជាជីផងមិនត្រឹមតែអាចប្រើប្រាស់នៅក្នុងការធ្វើស្រែចម្ការទេវាក៏មានប្រសិទ្ធភាពនៅក្នុងការកម្ចាត់ក្លិនបំពន់ទៅដល់សុខភាពនៃសត្វចិញ្ចឹមរបស់យើងបានដែរដែលហេតុថាមិនសូវជាមានអ្នកស្គាល់ទឹកខ្មេះឈើដូច្នេះហើយកសិករខ្មែរយើងបានមើលរំលងថ្នាំក៏ដូចជាជីសរីរាង្គមួយប្រភេទនេះដែលវាមានប្រសិទ្ធភាពខ្ពស់មិនថាទៅទូនាទីនៅក្នុងការកម្ចាត់មេរោគសម្រាប់សត្វល្អិតក៏ដូចជាមានទូនាទីសំខាន់មួយទៀតហ្នឹងជាជីបំពន់ដំណាំគាត់ថារបៀបនៃការប្រើប្រាស់គឺវាខុសៗគ្នាអាស្រ័យទៅលើប្រភេទដំណាំក៏ដូចជាតម្រូវការដែលបងប្អូនចង់បានអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅដឹងអំពីរបៀបប្រើប្រាស់ទឹកខ្មេះឈើឲ្យវាសមស្របជាមួយនឹងដំណាំស្រូវទី1ករណីបងប្អូនប្រើប្រាស់ទឹកខ្មេះឈើនេះធ្វើទៅជាថ្នាំដើម្បីកម្ចាត់មេរោគនិងសត្វល្អិតដែលមាននៅសេសសល់នៅក្នុងដីអញ្ចឹងការប្រើប្រាស់ដើម្បីកម្ចាត់មេរោគនៅក្នុងដីមុនធ្វើការដាំដុះនេះបងប្អូនត្រូវតែប្រើទឹកខ្មេះឈើនៅក្នុងបរិមាណ 500cc ក្នុងទឹក20លីត្រ 500cc នេះគឺស្មើនឹង500មីលីលីត្រណាបងប្អូនលាយជាមួយនឹងទឹកធម្មតា20លីត្រហើយបងប្អូនបាញ់ទៅលើដីចំនួន10ទៅ15ថ្ងៃមុនដែលបងប្អូនដាក់ដាំដុះដំណាំសម្រាប់បងប្អូនដែលមានបំណងចង់បានគ្រឿងម៉ាស៊ីនកសិកម្មទំនើបមានដូចជាម៉ាស៊ីនសូនចំណីសត្វម៉ាស៊ីនកិនស្រូវម៉ាស៊ីនកិនស្មៅគ្រប់ប្រភេទដែលនាំចូលពីបណ្ដាប្រទេសជប៉ុនអ៊ីតាលីម៉ាឡេស៊ីនិងប្រទេសថៃសូមធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Mintic Power តាមរយៈ Facebook Page Mintic Power Tour ឬតាមរយៈលេខទូរស័ព្ទដែលមានលើអេក្រង់នេះបន្ទាប់ពីលីហើយបងប្អូនយកវាទៅបាញ់ឲ្យជោគដីឬក៏បងប្អូនអាចប្រើវានៅក្នុងពេលដែលបងប្អូនរៀបចំដីដើម្បីធ្វើស្រែក៏បានដែរបន្ទាប់ពីបងប្អូនបាញ់ឲ្យជោគដីអស់ហើយបងប្អូនទុកវាចោលសិនរយៈពេលចន្លោះពី10ទៅ15ថ្ងៃហើយចាំបងប្អូនយកស្រូវទៅព្រោះពីព្រោះថាបើសិនបើបងប្អូនបាញ់ឲ្យភ្លាមឬក៏រៀបចំដីឲ្យភ្លាមបងប្អូនយកគ្រាប់ពូជទៅព្រោះវាអាចធ្វើឲ្យគ្រាប់ពូជហ្នឹងគឺវាអត់ដុះទេឬក៏វាអាចបង្កទៅជាបញ្ហាផ្សេងពីព្រោះថាទឹកខ្មេះឈើនេះវាមានជាតិអាស៊ីតខ្ពស់ណាស់បងប្អូនអញ្ចឹងកាលណាតែយើងអត់ទុករយៈពេលឲ្យវាបំលែងជាតិអាស៊ីតហ្នឹងទៅជាឧស្ម័នល្អទេវានឹងធ្វើឲ្យមានបញ្ហាទៅដល់ដំណោះនៃស្រូវរបស់បងប្អូនដែរការប្រើប្រាស់ទឹកខ្មេះឈើលាយជាមួយទឹកដើម្បីយកទៅបាញ់ឬក៏ស្រោចស្រពទៅលើដីមុនធ្វើការព្រោះស្រូវនេះវាក៏នឹងចូលទៅព្យាបាលមេរោគក៏ដូចជាវាទៅសម្លាប់ឬក៏កម្ចាត់ពពួកបាក់តេរីផ្សេងដែលមាននៅក្នុងដីហើយក៏ដូចជាពពួកសត្វល្អិតដែលវាពួនសង្ងំនៅក្នុងដីរងចាំនៅពេលដែលស្រូវរបស់បងប្អូនដុះវានឹងស៊ីស្រូវនឹងវានឹងស៊ីសំណាប់ទាំងអស់ហ្នឹងដូច្នេះហើយមុននឹងបងប្អូនធ្វើការព្រោះស្រូវបងប្អូនគួរតែរៀបចំដីឬក៏សម្អាតដីឲ្យបានស្អាតជាមុនសិនទៅយើងទទួលបានទិន្នផលខ្ពស់ចំណុចទី2គឺប្រើសម្រាប់ការពារនិងកម្ចាត់ពពួកដង្កូវនិងពពួកសត្វល្អិតផ្សេងដែលតែងតែបំផ្លាញដំណាំស្រូវអញ្ចឹងក្នុងករណីបងប្អូនប្រើដើម្បីការពារមុននឹងមានបញ្ហាសត្វល្អិតផ្សេងមកយាយដំណាំស្រូវរបស់បងប្អូនណាឬក៏កំពុងតែមានហើយប៉ុន្តែវាមានតិចអញ្ចឹងបងប្អូនត្រូវប្រើទឹកខ្មេះឈើនេះនៅក្នុងបរិមាណ1លីត្រលាយជាមួយនឹងទឹក200លីត្រហើយបងប្អូនបាញ់ទៅក្នុងស្រែដែលកំពុងតែមានសត្វល្អិតឬតកូវមិនថាសត្វល្អិតប្រភេទណាទេបងប្អូនមិនថាតកូវប្រភេទណាទេអញ្ចឹងបងប្អូនយកវាទៅបាញ់ទៅវានឹងខ្សោយម្ដងតិចអញ្ចឹងណាហើយការបាញ់នេះគឺគេលើកទឹកចិត្តឲ្យយើងបាញ់តែម្ដងទេបើសិនបើបងប្អូនប្រើជាមួយនឹងស្រូវវស្សាហើយគួរតែបាញ់នៅពេលព្រឹកគេឲ្យយើងបាញ់នៅពេលដែលមានពន្លឺថ្ងៃក្តៅខ្លាំងទេពីព្រោះថាវាមានជាតិអាស៊ីតខ្ពស់អញ្ចឹងកាលណាតែយើងបាញ់នៅពេលក្តៅខ្លាំងអញ្ចឹងវាអាចធ្វើឲ្យឆេះស្លឹកស្រូវដែរករណីបងប្អូនចង់បាញ់ដើម្បីកម្ចាត់ឬក៏សម្រាប់ពពួកដង្កូវនៅរដូវប្រាំងដែលតែងតែបំផ្លាញស្រូវនៅរដូវប្រាំងបងប្អូនអាចបាញ់បានចំនួន2ដងហើយបងប្អូនអាចបាញ់កន្លះខែម្ដងទៅមួយខែម្ដងទៅតាមសកម្មភាពជាក់ស្ដែងនៃបរិមាណដង្កូវឬក៏សត្វល្អិតដែលវាយីខ្លាំងឬអត់ករណីប្រើទឹកខ្មេះឈើដើម្បីការពារពពួកសត្វល្អិតដូចជាមមាញត្នោតទ្រីបមមាញខៀវមេអំបៅសនិងសត្វល្អិតផ្សេងទៀតនៅក្នុងស្រែកំឡុងពេលដែលស្រូវចាប់ផ្ដើមផើមរហូតទៅដល់វាចាប់ផ្ដើមដាក់គួរជារឿយៗយើងតែងតែសង្កេតឃើញថាមានសត្វល្អិតជាច្រើនជាពិសេសគឺពួកមមាញត្នោតមមាញខៀវនិងសត្វល្អិតផ្សេងទៀតហើយពួកមមាញត្នោតហ្នឹងគឺវាតែងតែទៅបឺតយកទឹកពីដើមស្រូវអញ្ចឹងការបឺតយកទឹកពីដើមស្រូវហ្នឹងបើសិនបើវាធ្វើឡើងនៅក្នុងកំឡុងពេលដែលស្រូវហ្នឹងវាចាប់ផ្ដើមដាក់ម្សៅបងប្អូនអញ្ចឹងវាអត់អាចដាក់ម្សៅបានគ្រប់គ្រាន់ទេអញ្ចឹងធ្វើឲ្យស្រូវហ្នឹងគឺវាមានសាច់អត់ពេញទេបងប្អូនហើយកាលណាតែស្រូវសាច់អត់ពេញអត់ល្អទេអញ្ចឹងទិន្នផលក៏ធ្លាក់ចុះទៅតាមនឹងដែរអញ្ចឹងករណីដែលបងប្អូនប្រើប្រាស់ទឹកត្នោតឈើដើម្បីការពារករណីសត្វល្អិតទាំងអស់ហ្នឹងបងប្អូនត្រូវតែប្រើទឹកខ្មេះឈើគឺក្នុងបរិមាណ 600cc
លាយជាមួយនឹងទឹកធម្មតា20 លីត្រហើយបងប្អូនបាញ់នៅក្នុងស្រែដើម្បីបដិញពពួកសត្វទាំងអស់ហ្នឹងក៏ដូចជាការពារដែរប្រសិនបើអត់ទាន់មានវាក៏អាចបដិញពពួកសត្វល្អិតផ្សេងៗទៀតផងដែរដូចបងប្អូនដឹងហើយថាទឹកខ្មេះឈើគឺវាមានអាស៊ីតខ្ពស់វាមានក្លិនខ្លាំងណាស់អញ្ចឹងពពួកសត្វល្អិតគឺវាខ្លាចក្លិននៃផ្សែងឈើទាំងអស់ហ្នឹងវាអាចនឹងពុលអញ្ចឹងកាលណាតែយើងបាញ់យ៉ាងហោចណាស់មួយសប្តាហ៍ម្ដងអញ្ចឹងសត្វល្អិតទាំងអស់ហ្នឹងគឺវានឹងអត់ហ៊ានមកជិតស្រូវរបស់បងប្អូនទេអញ្ចឹងយើងអាចកាត់បន្ថយអត្រាដែលស្រូវបំផ្លាញហើយស្រូវរបស់យើងក៏ទទួលបានទិន្នផលខ្ពស់ដែរករណីមួយទៀតបងប្អូនចង់ប្រើទឹកខ្មេះឈើនេះដើម្បីធ្វើជាថ្នាំការពារជំងឺរលាកឬក៏ឆេះគូស្រូវជាភាសាអង់គ្លេសគេហៅថា dry blast ដែលជំងឺទាំងអស់ហ្នឹងវាឆេះកន្លែងកស្រូវបងប្អូនអាចចិត្តដល់គួរនៃស្រូវអញ្ចឹងកាលណាតែជំងឺរលាកកស្រូវនេះខ្ញុំមិនដឹងថាខ្មែរយើងហៅអីទេបងប្អូនហ្នឹងជួយប្រាប់ខ្ញុំផងហើយអធិស្ឋានប្រសិនបើខ្ញុំហៅទៅខុសពាក្យដែលបងប្អូនធ្លាប់ហៅកន្លងមកណាហើយជំងឺ dry blast នេះឬក៏ជំងឺរលាកឬក៏ឆេះកស្រូវនេះវានឹងធ្វើឲ្យស្រូវស្ងួតណាបងប្អូនឬក៏ខ្មែរយើងហៅថាស្រូវស្កកនឹងឯងបើសិនបើករណីវាមានជំងឺនឹងកើតឡើងបងប្អូនព្យាបាលបានទាន់ពេលទេទិន្នផលនៃស្រូវរបស់បងប្អូនប្រកាសជាខូច 100% ហើយដំណោះស្រាយដែលយើងអាចធ្វើបានទាន់ពេលវេលាបើសិនបើយើងអាចរកឃើញថាស្រូវរបស់យើងចាប់ផ្ដើមមានជំងឺនឹងហើយយើងអត់ចង់ឲ្យវារាលដាលពេញមួយស្រែទេអញ្ចឹងវិធីបង្ការការពារឬក៏ព្យាបាលហ្នឹងគឺបងប្អូនត្រូវតែប្រើទឹកខ្មេះឈើ1 លីត្រលាយជាមួយនឹងទឹកធម្មតា50 លីត្របាញ់នៅកន្លែងស្លឹកកន្លែងដែលវាឬក៏កស្រូវកន្លែងដែលវាអាលាក់ហ្នឹងបងប្អូនហើយបាញ់វានៅពេលល្ងាចចន្លោះពី3 ទៅ 5 ថ្ងៃបងប្អូនបាញ់វាម្ដងទៅនេះហើយគឺជារបៀបនៃការព្យាបាលតែបើសិនបើបងប្អូនចង់ការពារកុំឲ្យវាកើតជំងឺហ្នឹងបងប្អូនអាចបាញ់ចន្លោះពី15 ថ្ងៃទៅ1 ខែម្ដងទៅកុំឲ្យវាមានជំងឺហ្នឹងបើសិនបើអាចអញ្ចឹងណាបើសិនបើអត់ទាន់មានកើតជំងឺហ្នឹងទេយើងអាចការពារវាបានមុនវាល្អពីព្រោះថាជំងឺហ្នឹងគឺវាពិបាកព្យាបាលណាស់ហើយវាលឿនវាឆ្លងលឿនអញ្ចឹងណាបងប្អូនអញ្ចឹងកាលណាតែយើងព្យាបាលអត់ទាន់ឬក៏យើងរកថ្នាំដើម្បីដាក់អត់ទាន់ទេប្រកាសណាវានឹងខូចខាតទិន្នផលរបស់បងប្អូនស្គរអស់ 100% ហើយអញ្ចឹងយើងអត់បានស្រូវលក់ទេអញ្ចឹងបងប្អូនគួរតែរៀនធ្វើទឹកខ្មេះឈើនេះឬក៏យើងអាចរកកន្លែងណាដែលទិញបានតម្លៃធូរថ្លៃដើម្បីទុកជាថ្នាំដើម្បីការពារជំងឺ dry blast នេះបន្ទាប់ពីបងប្អូនបានដឹងអំពីរបៀបនៃការប្រើប្រាស់ទឹកខ្មេះឈើធ្វើទៅជាថ្នាំការពារជំងឺមេរោគក៏ដូចជាកម្ចាត់សត្វល្អិតផ្សេងៗជាមួយនឹងដំណាំស្រូវឥឡូវយើងមកដឹងពីរបៀបនៃការប្រើទឹកខ្មេះឈើធ្វើទៅជាជីឬក៏អាហារបំពន់សម្រាប់ស្រូវម្ដងអញ្ចឹងយើងក៏អាចយកទឹកខ្មេះឈើហ្នឹងធ្វើទៅជាថ្នាំដើម្បីជំនួយអត្រាដំណុះរបស់ស្នាបបានដែរបើសិនបើបងប្អូនចង់ឲ្យស្នាបរបស់បងប្អូនឆាប់ដោះហើយដោះមកវាមានដងដើមឬគុណភាពនៃសំណាបល្អបងប្អូនត្រូវប្រើទឹកខ្មេះឈើនេះនៅក្នុងបរិមាណ 350 cc ជាមួយនឹងទឹក 100 លីត្របន្ទាប់មកបងប្អូនកកូរវាឲ្យចូលសព្វហើយបងប្អូនដាក់ត្រាំស្រូវរយៈពេល1 យប់បញ្ជាក់ប្រាប់បងប្អូនដែរចំពោះបរិមាណទឹកខ្មេះឈើ 350 cc ជាមួយនឹងទឹក 100 លីត្រនេះគឺយើងត្រាំជាមួយនឹងពូជស្រូវ30 គីឡូបងប្អូនការដែលបងប្អូនយកទឹកខ្មេះឈើលាយជាមួយទឹកហើយយកគ្រាប់ពូជស្រូវរបស់យើងទៅដាក់ត្រាំ1 យប់មុនពេលបងប្អូនយកទៅព្រួសឬក៏យកទៅសាបគឺវានឹងធ្វើឲ្យអត្រាដំណុះណាវាខ្ពស់ជាងមុនរហូតដល់ 90% ហើយវាក៏ជួយការពារសត្វល្អិតនៅក្នុងពេលដែលយើងយកគ្រាប់ពូជស្រូវនឹងទៅព្រុសគឺសត្វល្អិតនឹងវាអត់នឹងមកស៊ីវាអត់នឹងមកយាយីចំណុចចុងក្រោយគឺការប្រើប្រាស់ទឹកខ្មេះឈើដើម្បីធ្វើជាជីចិញ្ចឹមស្រូវឲ្យមានគ្រាប់ល្អដងដើមស្អាតមិនងាយរងឥទ្ធិពលជាមួយនឹងជំងឺផ្សេងៗជាពិសេសគឺវាមានទម្ងន់ល្អដើម្បីទទួលបានស្រូវដែលមានទម្ងន់ល្អមិនស្កកអញ្ចឹងបងប្អូនត្រូវតែប្រើទឹកខ្មេះឈើនៅក្នុងបរិមាណ 100 cc លាយជាមួយនឹងទឹក 20 លីត្រហើយបងប្អូនបាញ់លើដីជារៀងរាល់ 7 ទៅ 10 ថ្ងៃម្ដងអញ្ចឹងការបាញ់បែបនេះវានឹងធ្វើឲ្យស្រូវរបស់បងប្អូននឹងមានសភាពមានន័យថាដងដើមវាល្អពីព្រោះថាកាលណាតែយើងបាញ់នៅលើដីទឹកខ្មេះឈើហ្នឹងវានឹងទៅចិញ្ចឹមអតិសកុមប្រាណនៅក្នុងដីអញ្ចឹងកាលណាតែមានអតិសកុមប្រាណល្អនៅក្នុងដីច្រើនវានឹងធ្វើឲ្យឫសស្រូវរបស់បងប្អូនហ្នឹងដុះមកច្រើនអញ្ចឹងកាលណាតែឫសវាបែកមេសាខាច្រើនវាទទួលបានសារធាតុចិញ្ចឹមច្រើនអញ្ចឹងដើមស្រូវរបស់បងប្អូនហ្នឹងវានឹងមានសុខភាពល្អហើយវាអត់សូវជាទទួលរងការយាយីពីជំងឺអីផ្សេងៗទេដូចតែមនុស្សយ៉ាងដែរទេតែកាលណាតែយើងមានសុខភាពល្អយើងអត់សូវមានជំងឺទេរុក្ខជាតិក៏ដូចគ្នាដែរកាលណាតែវាទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់វាមានសុខភាពល្អអញ្ចឹងជំងឺផ្សេងៗអត់សូវជាយាយីវាទេអញ្ចឹងបងប្អូនក៏អាចប្រើប្រាស់ទឹកខ្មេះឈើនេះដើម្បីធ្វើទៅជាជីបំពន់ក៏ដូចជាចិញ្ចឹមដីស្រែបងប្អូនហ្នឹងឲ្យមានសភាពសោះល្អបានដែរបើសិនបើបងប្អូនមានលទ្ធភាពបងប្អូនក៏អាចប្រើជីគីមីបន្ថែមពីលើការប្រើប្រាស់ទឹកខ្មេះឈើនេះដោយបងប្អូនអាចប្រើជីរូបមន្ត 13 13 21បន្ថែមពីលើទឹកខ្មេះយើង
បន្ថែមពីលើទឹកខ្មេះឈើណាក្នុងបរិមាណ90 គីឡូក្រាមក្នុង1ហិកតាហើយបងប្អូនប្រើវាតែម្ដងបានហើយតែបើសិនបើបងប្អូនអត់មានលទ្ធភាពទេក៏តាមនឹងទៅពីព្រោះថាការប្រើប្រាស់ជីគីមីបន្ថែមនេះវាក៏អាចជួយធ្វើឲ្យស្រូវនឹងមានទម្ងន់ធ្ងន់ជាងមុនផងដែរអញ្ចឹងទាំងអស់នេះគឺជារបៀបនៅក្នុងការប្រើប្រាស់ទឹកខ្មេះឈើធ្វើទៅជាថ្នាំក៏ដូចជាធ្វើទៅជាជីដើម្បីបំពន់ទៅលើដំណាំស្រូវរបស់បងប្អូនដែរហើយសង្ឃឹមថាបងប្អូននឹងទទួលបានប្រយោជន៍ពីវីដេអូមួយនេះដែរចាអរគុណ